បងប្អូននៅធ្វើការនៅថៃសូមប្រយ័ត្នវីដេអូនេះគឺជាវីដេអូផងជនជាតិភូមាទេដែលថាតាំងពី2ថ្ងៃមុនប្រហែលជាថ្ងៃទីប្រហែល21 22នេះហើយគឺជនជាតិភូមានេះគាត់ស្រីគាត់ឡើងជិះតាក់ស៊ីដោយតាក់ស៊ីហ្នឹងគឺវាគួរឲ្យខ្លាចសម្រាប់គាត់ណាដោយសារតែបើតាមអ្វីដែលខ្ញុំមើលឃ្លីបនេះទៅគឺរៀងលក្ខណៈវាមិនស្វឹងដែរប៉ុន្តែអ្វីដែលខ្ញុំគាត់សម្គាល់នេះគឺចេះគេសួរថាអ្នកស្រីនេះគឺជនជាតិខ្មែរឬក៏ជនជាតិអីបើជនជាតិខ្មែរគឺគេរោរឿងគេចង់មានន័យថាគេវាយឬក៏គេដេញចេញឬក៏អីចឹងទៅប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញហ្នឹងគឺចង់ប្រាប់ទៅជាបងប្អូនដែលនៅស្រុកថៃធ្វើការបានធ្វើទៅប៉ុន្តែគាត់ថាប្រយ័ត្នប្រយែងខ្លួនព្រោះមួយរយៈហ្នឹងស្រុកថៃផ្នត់គំនិតគេមិនមែនដោយការសម័យមុនទេណាដោយសារថាអត់ដឹងថាជីដែនហ្នឹងគឺមានបញ្ហាមួយគ្នាហ្នឹងដល់ពេលណាអញ្ចឹងពួកអ្នកខ្លះរបៀបថាយើងមិនដឹងជាថ្ងៃហេថ្ងៃសយផងយើងមិនដឹងទេណាប៉ះជួបអ្នកដែលថាគាត់របៀបថាแบบគាត់ទប់អារម្មណ៍អត់ជាប់គាត់មករោរឿងយើងពេលយើងជិះតាក់ស៊ីឬក៏ឃើញយើងដើរតាមផ្លូវក៏ដឹងថាយើងជាខ្មែរជាអីចឹងណាអញ្ចឹងអានេះដែលខ្ញុំចង់និយាយគឺមិនមែនថាថៃអាក្រក់ទាំងអស់ទេប៉ុន្តែវាចៃដន្យអីភាគច្រើនគឺច្រើនជាងមុនច្រើនភាគរយជាងមុនដែលថាពួកគាត់គិតតែដូចកាលពីសម័យមុនទេគឺគាត់ទប់លេងជាប់ហើយអ្នកទាំងអស់គ្នាឆាំសង្កេតមើលនៅតាមប៉ុស្តិ៍ទូរទស្សន៍គេជេរខ្មែរសឹងតែជោគទឹកជោគដីហើយកាលពីមុនអត់តន់ជេរអញ្ចឹងទេណាអត់តន់ឌៀមដាមអញ្ចឹងឥឡូវសំពួកតែពួកពិធីករធំពួកតារាដរងអីចេញមុខប្រងព្រាតអស់ហើយអញ្ចឹងមកមុនសម្រាប់គេទៅធ្វើការនៅស្រុកគេហ្នឹងគឺយើងត្រូវត្រៀមខ្លួនខ្ញុំអត់ប្រកែកថានៅនោះធ្វើការរលុយបានទេប៉ុន្តែសំខាន់អ្វីដែលខ្ញុំចង់ប្រាប់គឺចង់ដាស់តឿនគឺចង់ឲ្យប្រយ័ត្នប្រយែងបាទជាបានជាបាទស្ងប់ស្ងាត់បានស្ងប់ទៅធ្វើការយកលុយទៅយើងនៅតែយើងទៅកុំសូវដើរហើរពេកណាខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន